បានជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះក៏ខ្ញុំបានលើកនៅបទថ្មីមួយទៀតដែលយើងទាំងអស់គ្នាយើងក៏ដឹងខ្លួនយើងទាំងអស់គ្នាដល់ពេលដែលយើងរស់នៅលើភពផែន3មួយនេះក៏យើងមានពេលវេលាកំណត់ផងយើងទាំងអស់គ្នាហើយយើងក៏គាត់ថាយើងរស់នៅលើផែនដីមួយនេះគឺអត់មានអីដែលធំធេងជាងដែលយើងបានជួយឪពុកម្ដាយយើងជួយបងប្អូនឬក៏ជួយមនុស្សដែលជុំវិញខ្លួនមិនថាសាច់ញាតិបងប្អូនអីទាំងអស់ឬក៏អ្នកដែលធ្លាប់បានស្គាល់គ្នាអ្នកបានធ្វើការជាមួយគ្នាឬក៏អ្នកបានរួមដំណើរជីវិតជាមួយគ្នាដោយអំពើល្អៗជាច្រើនដែលយើងបានធ្វើរឿងល្អជាមួយគ្នាហើយយើងក៏តែងតែអរគុណទឹកចិត្តមនុស្សល្អៗហើយនឹងអ្នកដែលមានក្រុមហ៊ុនដែលល្អៗដែលចេះចែកម្លែកចេះជួយមនុស្សហើយយើងក៏តែងតែកោតសរសើរចំពោះពួកគាត់មកដល់សប្តាហ៍នេះផងដែរហើយខ្ញុំក៏តែងតែអរគុណចំពោះពុកម្ដាយផងខ្ញុំហើយនឹងអរគុណហើយតេតងនឹងអ្នកដែលគាត់បានធ្វើល្អៗហើយនឹងក្រុមហ៊ុនល្អៗបានជួយមកដល់សប្តាហ៍នេះមិនថាបងប្អូនមិនថាអ្នកក្រុមហ៊ុនដែលយើងបានជួបនៅដែលបានធ្វើរឿងល្អជាមួយគ្នានឹងទេហើយនឹងក៏ប្រធានបទមួយគឺខ្ញុំអាចនិយាយបានថាគឺជាប្រធានបទមួយយើងអាចដឹងគ្រប់គ្នាដែរថាមនុស្សយើងម្នាក់ៗគឺយើងអត់មានជីវិតអមតៈអីទេគឺយើងរស់នៅគឺកំដងថ្ងៃងាប់ទៅវិញទេឬក៏រស់នៅដើម្បីកំដរថ្ងៃស្លាប់ទៅវិញទេហើយបានយើងចោទសួរថាហេតុអីបានជាមនុស្សកើតមកជាមនុស្សហើយបែរធ្វើរឿងអាក្រក់ហើយធ្វើរឿងបាបកម្មហើយធ្វើរឿងខ្លួនឯងដែលមានភាពលោភលន់ចំណែនឈ្នានីសទៅបំផ្លាញជីវិតអ្នកដទៃរហូតដល់បំផ្លាញជីវិតគ្រួសារអ្នកដទៃបំផ្លាញជីវិតអ្នកដទៃតាមតែអំពើចិត្តខ្លួនឯងនៅពេលដែលយើងមានបានយើងព្រមធ្វើរឿងល្អអានឹងមិនយើងចោទសួរដោយសារតែខ្ញុំបានឆ្លងកាត់រឿងទាំងអស់ហ្នឹងចឹងគិតថាជាមួយដែលខ្ញុំចែកម្លែកទៅកាន់បងប្អូនដោយសារគ្រួសារយើងជាអ្នកដែលក្រីក្រពិបាកចឹងទៅយើងព្យាយាមតស៊ូឬឃើញឪពុកម្ដាយគាត់នៅស្ថិតនៅក្នុងភាពក្រីក្រអញ្ចឹងទៅនៅថាគាត់ធ្វើការពីព្រលឹមទល់ព្រលប់ចឹងឃើញការពិបាកផងគាត់ចឹងទៅយើងគាត់ថាយើងនឹងអាចជួយសម្រួលនៅពេលដែលយើងរៀនសូត្របានចេះដឹងតែយើងមិននឹកស្មានថាវាមានមនុស្សដែរចំណែនជានេះឬក៏អ្នកដែលមិនពេញចិត្តយើងឬក៏ឃើញគ្រួសារក្រីក្រហ្នឹងសឹងតែជន់ចង់មើងងាយខ្ញុំថាពេលខ្លះខ្ញុំមិនដែលទៅខ្វល់ជាមួយមនុស្សដែលសាងអាក្រក់បាបកម្មទាំងអស់ហ្នឹងទេខ្ញុំសង្ឃឹមថាខ្ញុំតែសង្ឃឹមតែចង់តែជួបមនុស្សដែលធ្វើរឿងល្អធ្វើអំពើល្អជាមួយគ្នានោះទេព្រោះថាមនុស្សដែលធ្វើរឿងអាក្រក់ធ្វើរឿងបាបកម្មហ្នឹងដោយសារកើតមកគឺឪពុកម្ដាយផុនពួកគាត់ហ្នឹងគឺបានអប់រំពួកគាត់ដែរប៉ុន្តែមនុស្សដែលធ្វើរឿងអាក្រក់ហ្នឹងគឺចិត្តផុនពួកគាត់ដែរដោយសារតែចិត្តភាពលោភលន់ចំណែនជានេះឬក៏មិនពេញចិត្តអ្នកនេះនោះហ្នឹងចង់តែធ្វើរឿងបាបកម្មរហូតដល់បង្កើតក្រុមហ៊ុនណាពេលខ្លះក្រុមហ៊ុនហ្នឹងទៅធ្វើអំពើខោកទាបទៅលើគ្នាអ្នកក្រអ្នកអត់ទៅទៀតអាហ្នឹងមិនយើងនិយាយថាយើងចង់ជួបតែមនុស្សល្អហើយក៏ចង់ជួបតែក្រុមហ៊ុនល្អដែរក្នុងមួយជាតិផងយើងហ្នឹងគឺយើងអត់ចង់ធ្វើរឿងបាបកម្មជាមួយនរណាឬក៏សាងបាបកម្មជាមួយនរណាទេព្រោះថាវាអត់មានអីមានប្រយោជន៍សម្រាប់យើងទាំងអស់គ្នាហើយក៏យើងវាអត់មានថាវាមានតម្លៃសម្រាប់យើងណាស់តែហើយយើងសួរថាមនុស្សយើងមានតម្លៃមួយជីវិតផងយើងគឺតែស្ថិតទៅលើអំពើល្អផងយើងទេឃើញអ្នកខ្លះគាត់បានធ្វើរឿងល្អខ្លះគាត់បានជួយទៅដល់ដូចថាកសាងដែលថាសាសនាវិញគឺគាត់បានធ្វើវិហារធ្វើអីជួយទៅដល់កន្លែងអ្នកដែលគាត់ចាស់ជរាឬអីផ្សេងៗយើងក៏ទៅពីលើកការសរសើរអ្នកខ្លះក៏បានជួយទៅធ្វើសាលារៀនសាងសង់អីនោះគឺគាត់មានឈ្មោះដែលគាត់បានធ្វើរឿងល្អៗជាច្រើនហើយមិនយើងតែងតែកោតសរសើរពួកគាត់ដែរហើយអ្នកខ្លះវិញគឺសឹងតែពេលខ្លះសឹងតែគោរពពួកគាត់ដែលគាត់បានមានទឹកចិត្តល្អទៅជួយអ្នកដែលក្រីក្រអ្នកដែលខ្វះខាតសូម្បីតែខ្ញុំជួបសប្តាហ៍នេះគឺខ្ញុំទៅជួបនឹងការដែលពិបាកជាច្រើនហើយខ្ញុំតែងតែអរគុណមនុស្សដែលល្អសម្រាប់ដែលយើងបានជួបនៅពេលដែលយើងពិបាកដូចគ្នាហើយអ្នកដែលគាត់មានទឹកចិត្តឬក៏អ្នកដែលបានធ្វើរឿងល្អដូចគ្នាដែលបានជួយគ្នាអញ្ចឹងណាហើយយើងមិននិយាយថាយើងតែងតែគោរពទៅលើដែលយើងកើតមកតាំងពីក្មេងហ្នឹងគឺយើងអត់ចង់ទៅសាងបាបកម្មសាងរឿងអាក្រក់ឬក៏អីទេទោះមានបញ្ហាអីក៏យើងមិនទៅជន់ប្រឡែកអ្នកណាដែរយើងសឹងថាពេលខ្លះយើងបានរៀនសូត្រយើងនៅតែនឹកឃើញគុណឪពុកម្ដាយផងយើងគុណលោកគ្រូអ្នកគ្រូគុណអ្នកគាត់បានធ្វើល្អមិនថាបងប្អូនសាច់ញាតិទេសូម្បីតែមិត្តភ័ក្តិឬក៏អីអ្នកដែលគាត់បានធ្វើល្អនោះសឹងតែលើកដៃសាពះនឹងអរគុណចំពោះអ្នកដែលគាត់បានធ្វើល្អទាំងអស់ហ្នឹងព្រោះថាយើងកើតមកមួយជាតិយើងអត់មានពេលវេលាបានធ្វើរឿងល្អជាមួយគ្នាបានរយៈពេលយូរប៉ុណ្ណាទេចឹងខ្ញុំប្រាប់បងប្អូនថានៅពេលដែលយើងមានជីវិតនៅក្នុងមួយជីវិតផងយើងគឺយើងធ្វើល្អតាំងពីក្មេងរហូតដល់យើងចាស់ទៅហ្នឹងវាមានតម្លៃសម្រាប់យើងទាំងអស់គ្នាពិតមែនអញ្ចឹងទៅខ្ញុំបានលើកឡើងប្រធានបទនេះគឺខ្ញុំនៅតែសប្បាយចិត្តហើយខ្ញុំក៏រីករាយក្នុងឆាកជីវិតខ្ញុំដែលបានខ្ញុំបានចែកម្លែកទៅកាន់បងប្អូនហើយខ្ញុំក៏សង្ឃឹមបងប្អូនដែលបានរស់នៅហ្នឹងគឺអ្នកបានរស់នៅពេលដែលគាត់មានជីវិតរស់នៅគឺគាត់បានធ្វើរឿងល្អឲ្យបានច្រើនហើយគាត់បានធ្វើរឿងល្អហ្នឹងតាំងពីក្មេងគាត់ធ្វើរឿងល្អរហូតដល់ពេលគាត់
ស្លាប់ទៅក៏គាត់មានតម្លៃដែរសូម្បីតែខ្លួនខ្ញុំក៏ខ្ញុំមិនមែនល្អជាមនុស្សល្អតាំងពីក្មេងរហូតដល់ខ្ញុំចាស់ទៅក៏ដោយប៉ុន្តែខ្ញុំព្យាយាមធ្វើល្អអ្វីដែលខ្ញុំអាចធ្វើបានពេលនេះប៉ុណ្ណាខ្ញុំធ្វើបានប៉ុណ្ណាខ្ញុំយកប៉ុណ្ណឹងហើយខ្ញុំក៏អត់ចង់ទៅសាងបាបកម្មជាមួយអ្នកណាអីដែរគ្រាន់តែយើងពេលខ្លះយើងភាពដែលថាពេលខ្លះនៅភាពពីក្មេងឬក៏ពេលដែលយើងវិវត្តខ្លួនហ្នឹងវាមានទៅតាមវ័យដែលយើងប្រព្រឹត្តឬក៏យើងធ្វើហើយគាត់វាជាចំណងឬក៏ជារឿងមួយដែលយើងដោះដូរជាលុយកាក់ឬក៏គឺជាការដែលយើងអាចនិយាយថាជាការយើងកើតមកវាតែងតែមានកំហុសឆ្គងដូចគ្នាហើយក៏យើងអត់ចង់ទៅសាងកំហុសជាមួយអ្នកណាតទៅទៀតដែរហើយយើងក៏គាត់ថាវាគ្មានអីក្រៅពីអំពើល្អទេតែសារយើងមើលឃើញដែរតែវាឃើញមនុស្សអាក្រក់វាសាងវាចំណែនវាអាចតែមានភាពលុបលុនឬក៏អីមួយដើម្បីលុយកាក់វាហ៊ានបំផ្លាញជីវិតគ្នាសឹងមកដល់សប្តាហ៍ថ្ងៃហ្នឹងណាយើងរស់នៅក្នុងកន្លែងដែលយើងរស់នៅឬក៏ប្រទេសដែលយើងរស់នៅយើងឃើញអ្នកល្អយើងសឹងគ្រប់លើកដៃសំពះអរគុណចំពោះគាត់វិញទៀតអ្នកដែលរហូតដល់ថ្នាក់ដឹកនាំមកគាត់ល្អយើងគិតតែលើកសរសើរពីពួកគាត់ពិតមែនហើយក៏យើងឃើញថាពេលខ្លះអ្នកក្រក់អ្នកដែលគាត់ធ្វើអាក្រក់វិញណាពេលខ្លះមានអារម្មណ៍ថាស្ដាយអ្វីទាំងវើអាក្រក់គាត់ធ្វើភាសាប្រទេសយើងគឺប្រទេសដែលកំពុងតែមានការអភិវឌ្ឍវាមិនចាញ់ប្រទេសគេទេគាត់ថាឥឡូវឃើញថាអាគារក៏វាបានខ្ពស់ហើយក៏ឃើញផ្លូវអីធំទលេដូចគេដែរគាត់ថាយើងគិតថាយើងនឹងពង្រឹងទៅលើធនធានមនុស្សឬក៏ទៅលើអ្នកការអប់រំទៅលើមនុស្សឲ្យដើរទៅលើផ្លូវល្អបានច្រើនដោយសារតែមនុស្សតទៅមុខនឹងអាចនឹងលងនឹងការដែលមានភាពលុបលុនឬក៏ទៅមុខនឹងអាចមានភាពដែលចំណែនឈ្នេះឬក៏អីមួយនឹងនិន្ទាគ្នាច្រើនដោយសារតែសង្គមដែលយើងរស់នៅគឺវាបែបហ្នឹងបែបផតការរស់នៅតែភាពព្រៃក្រគឺជាការជន់បលិចគ្នាដើម្បីរួចខ្លួនឯងអញ្ចឹងណាអានឹងយើងមើលឃើញដើម្បីចង់មានបានគឺជន់អាអ្នកនេះគ្នានេះសិនអញ្ចឹងទៅវាគាត់ថាយើងគួរតែបរិញ្ញានៅការអប់រំមនុស្សឲ្យស្គាល់ពីតម្លៃមនុស្សថាធ្វើអីល្អហ្នឹងដើម្បីជួយគ្នាខ្លះទៅយើងព្យាយាមបានយើងចាយម្លែកគេខ្លះទៅរៀនចេះរៀនរស់នៅឬគឺយើងរៀនរស់ចាយម្លែកគ្នាមិនរៀនរស់ហ្នឹងដើម្បីជន់បលិចគ្នាទេមិនមែនឃើញខំចាំតែជន់គ្នាសាងបាបកម្មដូចគ្នាអញ្ចឹងមិនយើងនិយាយពីបញ្ហាទាំងអស់ហ្នឹងទោះថាខ្ញុំមិនមែនជាមនុស្សល្អអីទេគ្រាន់តែខ្ញុំគិតថាខ្ញុំបានមើលឃើញពីទង្វើល្អជាច្រើនហើយយើងគិតថាយើងបានធ្វើរឿងល្អខ្លះក៏យើងមានរឿងខុសខ្លះក៏យើងគិតថាជាការដែលយើងបានចែកម្លែកអ្វីដែលយើងបានឆ្លងកាត់ទេហើយខ្ញុំក៏មិនមែនចង់ទៅនិយាយទៅប៉ះពាល់ឬក៏ចង់និយាយទៅឌឺដងអ្នកណាឬក៏មិនចង់និយាយទៅប៉ះពាល់ក្រុមហ៊ុនជាមួយអ្នកណាដែរតែសារយើងបានឆ្លងកាត់នៅពីបុគ្គលដែលឃើញពីបញ្ហាដែលចំណែនជាគ្នាឬក៏នន្ទាគ្នាឬក៏មានភាពលុបលុននៅក្នុងខ្លួនដើម្បីលុយកាក់ដើម្បីអីផ្សេងអញ្ចឹងឈានធ្វើរឿងអាក្រក់ទាំងអស់ហ្នឹងហើយដើម្បីតែក្រុមហ៊ុនស៊ីប្រគប់យើងមួយចំនួនសឹងតែធ្វើអំពើថោកទាបមួយចំនួនដែលយើងសឹងតែប្រហែលនឹងនិយាយដែរដោយសារតែយើងនៅស្ថិតនៅក្នុងស្ថានភាពខុសៗគ្នាហើយខ្ញុំក៏បានឆ្លងកាត់តាំងពីវ័យដែលខ្ញុំបានរៀនចប់តាំងពី2013ចឹងទៅខ្ញុំក៏បានប្រឡូកនៅក្នុងវិស័យទាំងអស់ហ្នឹងហើយខ្ញុំក៏មើលឃើញពីបញ្ហាខុសឆ្គងជាច្រើនដែរដោយសារនៅបញ្ហានៅ2013ហ្នឹងគឺដោយសារមនុស្សគឺអត់តន់ដឹងដល់បញ្ហាអីទេគាត់ថាវាមានភាពលុបលុនច្រើនក្នុងការសម័យកាលដែលយើងរស់នៅចឹងទៅចង់បានលុយកាក់ចង់បានអីចឹងជាន់គ្នាចឹងទៅប៉ុន្តែដល់មកដល់សម័យនេះខ្ញុំគិតថាអ្នកដែលគាត់បានរៀនសូត្រខ្ពង់ខ្ពស់អ្នកគាត់បានធ្វើល្អក៏មានច្រើនដែរហើយក៏វានៅតែមនុស្សដែលថោកទាបមួយចំនួនដែរដែលធ្វើរឿងដែលយើងសឹងហួសនិយាយពេលខ្លះគាត់ថានឹងពីភាពលុបលុនផងមនុស្សតែយើងមិនអាចទៅនិយាយចង់ទៅប៉ះពាល់អ្នកណាគាត់ថាយើងមើលឃើញយើងនិយាយភាពជាក់ស្ដែងទៅហើយដូចខ្ញុំនិយាយចឹងថាពីធានបត់មិនគឺយើងមិនមែនចង់ប្រឆាំងមួយណាយើងមិនចង់ប៉ះពាល់អ្នកណាទេគ្រាន់តែជាការចែកម្លែកបទពិសោធន៍ហើយក៏យើងមើលឃើញពីបញ្ហាមួយចំនួនហើយយើងក៏បានឆ្លងកាត់ដែរឆ្លងកាត់នោះដោយសារខ្ញុំនិយាយពីបញ្ហាមុនដែលយើងជួបនឹងបញ្ហាហ្នឹងរយៈពេល3ឆ្នាំសឹងតែមិនជឿហ្នឹងស្ទើរសឹងការរកស៊ីល្បិចធ្វើបាបគ្នាហ្នឹងគ្នាអ្នកក្រហ្នឹងហើយដឹងបងប្អូនធ្វើបាបគ្នាអ្នកក្រអ្នកអត់ហ្នឹងសឹងតែហួសនិយាយតែកើតមកស្គាល់គ្នាឬក៏បានធ្វើការជាមួយគ្នាឬក៏ដើរទៅជាមួយគ្នាមិនព្រមទៅធ្វើរឿងអស់បកាច់យកទៅធ្វើរឿងអាក្រក់អញ្ចឹងមិននិយាយថាវាថោកអីនឹងរឿងអាក្រក់ហ្នឹងព្យាយាមធ្វើម៉េះរឿងល្អមិនព្រមទៅធ្វើរឿងអាក្រក់អញ្ចឹងថាម៉ែឪពិបាកនឹងការបដៅដែរព្រោះខ្ញុំម៉ែឪបដៅក៏ខ្ញុំនៅបានស្ដាប់ខ្លះដែរប៉ុន្តែអ្នកដែលធ្វើរឿងអាក្រក់មិនដឹងថាការដែលមានម៉ែឪហើយមិនស្ដាប់ម៉ែឪនឹងការអប់រំមិនដឹងថាល្អអាក្រក់នឹងវាមិនទៀតព្យាយាមធ្វើរឿងអាក្រក់នឹងទៅលើអ្នកដទៃតទៅទៀតហ្នឹងអានោះមិនយើងនិយាយថាវារឿងមួយដែលខុស
ចាំមិនយើងគិតថាខ្ញុំក៏តែឆ្កែចែកម្លែកទេហើយខ្ញុំក៏ចង់ឲ្យមានធនធានល្អៗមនុស្សល្អឲ្យបានច្រើនដែរដោយសារតែយើងមើលឃើញពីកំហុសឆ្គងផងមនុស្សដោយសារយើងរស់នៅក្នុងម្ដងសម័យហ្នឹងគឺយើងមើលឃើញរឿងច្រើនដែរដោយសារយើងពិបាកហើយយើងក៏ជួបប្រទះនឹងរឿងទាំងអស់ហ្នឹងដែរដោយសារមនុស្សយើងម្នាក់យើងមិនមែនថាចង់ទៅធ្វើខុសអ្នកណាឬក៏ចង់សាងបាបកម្មជាមួយអ្នកណាដែរតែវាស្ថិតលើស្ថានភាពរៀងខ្លួននោះទេជាងទៅខ្ញុំក៏បានលើកប្រធានបទមួយនេះគឺខ្ញុំគិតថាយើងទាំងអស់គ្នាការពិតនិយាយថាជីវិតជើងក្រោយផនយើងម្នាក់គឺជើងក្រោយគឺយើងយកអីទៅតាមបានទេហើយគឺមិនមែនថាទ្រព្យសម្បត្តិឬក៏លុយកាក់មាសប្រាក់ឡានដែលយើងប្រឹងរកយើងមានបានតែសារតែយើងធ្វើរឿងល្អហ្នឹងយើងគោរពហើយបើថាយើងមានបានយើងធ្វើរឿងអាក្រក់យើងគួរតែរៀនកែខ្លះទៅយើងព្យាយាមចែកម្លែកគេខ្លះទៅយើងព្យាយាមជួយគេខ្លះទៅព្រោះថាជីវិតយើងទាំងអស់គ្នាគឺយើងងាប់ទៅឬក៏យើងស្លាប់ទៅហ្នឹងគឺអត់យកឲ្យទៅតាមទេគឺទៅទេមកទៅទេតែខ្ញុំតែងតែនិយាយចឹងថាងាប់ទៅគឺយកឲ្យទៅតាមទេហើយគុំទៅសាងអាក្រក់សាងបាបកម្មតទៅទៀតធ្វើរឿងល្អឲ្យបានច្រើនទៅអានឹងខ្ញុំបានលើកឡើងប្រធានបទនេះគឺបានថាយើងម្នាក់រស់កំដងថ្ងៃងាប់ទៅវិញទេអញ្ចឹងខ្ញុំនិយាយថាបញ្ហាទាំងអស់ហ្នឹងគឺយើងមើលឃើញហើយខ្ញុំក៏ចែកម្លែកទៅកាន់បងប្អូនដែរហើយខ្ញុំក៏ថាអ្នកដែលលោភលន់ដោយសារបងក៏ថាកើតមកចិត្តស្គាល់រសជាតិកើតមកមួយចិត្តមានបងប្អូនល្អហើយមិនចេះថែឬក៏មានបងប្អូនហើយមិនចេះជួយជោគជ័យគ្នាទៀតហើយតែខាំគ្នាចង់សាងបាបកម្មវិញអានោះវាខុសហើយពួកខ្ញុំគិតថាម្នាក់ឯងខំលោភលន់ម្នាក់ឯងចង់សាងបាបកម្មទៅដល់ណាក៏វាគង់តែងាប់ទេអញ្ចឹងយើងគិតថាបញ្ហាមួយគឺយើងរស់នៅកំដងថ្ងៃងាប់ទៅវិញទេអញ្ចឹងកុំទៅលោភលន់កុំទៅសាងបាបកម្មទេឬក៏អ្នកខ្លះដោយសារតែភាពលោភលន់ឬក៏ចង់បានលុយកាក់ចង់ទៅធ្វើរឿងអាក្រក់តាមអំពើចិត្តខ្លួនឯងឃើញតែគេខុសជន់គេចាំតែខំគេចាំតែនន្ទាគេឬអីចឹងយើងសួរថានៅពេលណាបានវាចំហើយនៅពេលណាបានយើងមានមនុស្សល្អច្រើនហើយសួរណាប្រទេសយើងនៅកើតមានមនុស្សចឹងដល់ពេលណាតទៅទៀតចុះព្រមកើតមនុស្សល្អឲ្យបានច្រើនទៅការអប់រំពួកគាត់ហ្នឹងឲ្យដើរទៅលើផ្លូវល្អឲ្យបានច្រើនណាស់មិនយើងតែងតែនិយាយហើយខ្ញុំក៏អាចនឹងបានចែកម្លែកប្រធានបទមួយនេះក៏ខ្ញុំទៅតែសប្បាយចិត្តដែរព្រោះខ្ញុំគិតថាខ្ញុំក៏រស់នៅកំដងថ្ងៃងាប់ទៅវិញដែរប៉ុន្តែមិនដឹងថាងាប់ថ្ងៃហ្នឹងក៏មានងាប់ថ្ងៃស្អែកក៏មានដែរសារខ្ញុំក៏វាមិនទៀងដូចគ្នាដែរតែសារជីវិតផុនយើងគឺយើងនិយាយចឹងថាជីវិតគឺវាមិនទៀងដែរក្រោយពីខ្ញុំគួរថ្នាក់3ឆ្នាំនេះមកក៏ខ្ញុំដឹងថាជីវិតយើងម្នាក់គឺយើងរស់កំដងថ្ងៃងាប់ទៅវិញទេដោយសារតែយើងម្នាក់ហ្នឹងគឺយើងមិនដឹងថាយើងទៅធ្វើអាក្រក់ទៅយើងសាងបាបកម្មទៅលើគេដើម្បីអីហើយយើងក៏សួរថាយើងព្យាយាមធ្វើល្អប៉ុណ្ណឹងនៅតែមានពួកអស់នឹងវាខំទៀតមានពួកក្រុមហ៊ុនបញ្ជួយគួរប្រជែងវានៅតែឈ្នានេះវាត្រូវតែប្រខំគ្នាឬក៏ពួកមនុស្សខូចមួយចំនួនវានៅតែកើតមានអញ្ចឹងមិនថាប្រទេសគួរតែមានច្បាប់ផងទៅក្នុងការដែលជួយឲ្យគ្នាអ្នកក្រអ្នកអត់ហ្នឹងហើយយើងក៏គាត់ថាតើតើនឹងធនាគារក៏មើលទៅទៅលើតអតិជនណាល្អនឹងជួយគ្នាខ្លាំងទៅពួកគ្នាខ្លះពេលខ្លះរងទុករងការពិបាកដូចតែគ្នាទេមិនថាខ្ញុំថាអ្នកគាត់កំពុងតែជួបបញ្ហាដូចគ្នាទេចុះទៅតើតើនឹងប្រធានបទនេះគឺខ្ញុំបានលើកឡើងហើយក៏ខ្ញុំបានចែកម្លែកទៅកាន់បងប្អូនហើយខ្ញុំក៏សប្បាយរីករាយក្នុងការដែរខ្ញុំមានជីវិតរស់នៅពេលនេះក៏ខ្ញុំគិតថាខ្ញុំបានធ្វើរឿងល្អខ្លះក៏ខ្ញុំសប្បាយចិត្តធ្វើរឿងខុសខ្លះក៏ខ្ញុំក៏អភ័យសូមអភ័យទោសដែរហើយក៏ខ្ញុំក៏ស្ដាយដែរនៅពេលដែលខុសដែរប៉ុន្តែអ្វីដែលខ្ញុំសប្បាយចិត្តបំផុតគឺខ្ញុំបានចែកម្លែកទៅកាន់បងប្អូននៅប្រធានបទនេះហើយខ្ញុំក៏មិនដឹងថាប្រធានបទនេះខ្ញុំអាចនឹងបាននិយាយដល់ពេលប៉ុណ្ណាទៀតដែរព្រោះថាខ្ញុំក៏នឹងដូចគ្នាដែរមិនដឹងថាងាប់នឹងថ្ងៃហ្នឹងក៏មានថ្ងៃស្អែកក៏មានដែរអញ្ចឹងទៅការដែលយើងចែកម្លែកនេះគឺជាការដែលចែកម្លែកមិនដឹងថាពេលស្លាប់នៅពេលណាដូចគ្នាដែរវាមិនទៀងដូចគ្នាដែរហើយចឹងក៏អរគុណតែទៅនឹងការស្ដាប់ប្រធានបទនេះយើងក៏បន្តនៅប្រធានបទក្រោយទៀតផងដែរ